លោកមេបាក់មានវិជាឲ្យឯងត្រឡប់ទៅបាក់វិញឯងនិយាយថាខ្ញុំជាសិស្សបាក់សិនធានការពិតមិនមែនទេយើងត្រឹមតែជាកម្មកររបស់ឯងឲ្យយើងបម្រើពួកឯងគ្រាន់តែយើងលួចស៊ីនំតែម្ដងពួកឯងក៏មិនដេញយើងចេញពីបាក់យើងប្រាប់ឯងទៅចោះអត់ពីបាក់របស់ឯងក៏យើងអាចមានជីវិតរស់ដែរសៅផាត់ស្រាអញ្ជើញមិនចង់ផឹកស្រាពីនិចមែនទេឯងគិតថាយើងនេះចង់អញ្ជើញឯងណាស់តែមែនទេនេះដោយសារតែឪពុកយើងដែលជាមេបាក់គាត់បញ្ជាយើងមកឲ្យមកយកឯងទៅវិញទេកុំអីនោះយើងមិនត្រូវការទេពួកឯងឆាប់លីវាឡើងទៅវិញណាកុំចូលមកអាគូដេរឆានណោភក្ខវៈតោសង្ឃូឯងនេះយើងប្រាប់ឲ្យឯងមកអញ្ជើញសៅវ៉ាន់បែរជានិយាយបែបនេះទៅកាន់គាត់វិញលោកម្ចាស់សៅវ៉ាន់អើយសូមអញ្ជើញទៅជាមួយខ្ញុំវិញទៅខ្ញុំជាមេបាក់សៀនធានសូមវល់លោកបញ្ញាប់ទៅបាក់វិញទៅណាចង់ទៅក៏ទៅចង់ដេញក៏ដេញយ៉ាងម៉េចខ្ញុំមិនទៅទេគ្រាន់តែលួចស៊ីនំប៉ាវមួយបាក់មានគេឈ្មោះប្រពន្ធណានៃដែរធ្វើចរិត200អូសុំទោសផងលោកម្ចាស់សាវប៉ាន់អើយដោយសារតែខ្ញុំមិនដឹងពីមុនឥឡូវចេះចោះកន្លែងបាក់យើងមានអាហារហូបចុកត្រឹមត្រូវថែមទាំងលើកជន់ធ្វើជាប្រពន្ធរបស់លោកទៀតផងលោកយល់យ៉ាងម៉េចដែរសូមលោកត្រឡប់ទៅបាក់វិញទៅមើលតើការនិយាយស្ដីរបស់លោកដូចជាតំណងគួរសមថែមទាំងលើកប្រពន្ធឲ្យខ្ញុំមួយទៀតបានខ្ញុំទៅតាមលោកក៏បានប៉ុន្តែខ្ញុំមានលក្ខខណ្ឌនិយាយមកមិនចាប់បាច់លាក់លៀមទេលោកប្រកាសទេដែលថាមានកន្លែងស្នាក់នៅមានអាហារហូបចុកទៀតថ្ងៃនេះគឺជាថ្ងៃដែលព្រះនាងនគរទាំង3បានមកដល់កាន់ប៉ារបស់យើងហើយដូច្នេះត្រូវតែរៀបចំឲ្យបានស្រួលបួលអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងឲ្យចុះឲ្យសៅហ្វាន់ទៅណាបាត់ហើយបិចក៏មិនឃើញមិនឲ្យចូលទេអាកញ្ចេះអ្នកបំរើដូចជាឯងមិនអនុញ្ញាតចូលទៅខាងក្នុងបានទេចេញទៅណែសៅហ្វាន់ឪពុកយើងគឺជាអ្នកអញ្ជើញឲ្យគេចូលមកក្នុងមកពួកឯងមិនចាំបាច់រៀបរៀងទេឲ្យគេចូលមកសៅហ្វាន់លោកពុកយើងចាំឯងនៅខាងក្នុងឆាប់ចូលមកលោកគឺជាលោកសៅហ្វាននេះនឹងហើយព្រះអង្គទ្រង់ចេញរាជបញ្ជាឲ្យខ្ញុំមកការពារលោកជាពិសេសណាសូមចេញលោកទៅខាងនោះណែវ៉ាណែបានអាយ៉ានាងលីនស៊ីមើលទៅគេម្នាក់នេះត្រឹមតែជាអ្នកបំរើមិនអាចមកអង្គុយទៅលើខៅអីលោកមិនបាក់បានទេធ្វើបែបនេះក៏ប្រហែលឆាប់គេទៅចុះវិញប្រូចុះព្រះនាងនគរទាំង3បានមកដល់អាយ៉ាសូមអញ្ជើញព្រះនាងទូបង្គំសេនាប្រមុខរបស់ម្ចាស់ក្សត្រីលីនស៊ីសូមស្វាគមន៍បេក្ខជនទាំងអស់ដែលមកពីនគរផ្សេងក្នុងនាមម្ចាស់ក្សត្រីពិតជាមានកិត្តិយសណាស់ដែលព្រះនាងទាំងអស់គ្នាមកចូលរួមកម្មវិធីនេះប្រមេម្ចាស់មានបេក្ខជនមកពីនគរទាំង3ហើយហេតុអីក៏និយាយវែងឆ្ងាយម៉េចយើងចូលចិត្តត្រង់តែត្រង់មកចូលចិត្តកាប់សម្លាប់ម្ចាស់របស់ឯងនៅកពតព្រៃមែនទេយើងមកដល់ហើយហេតុអីក៏មកចង់ចោលចាញ់ហីម្ចាស់របស់ខ្ញុំម្ចាស់មិនចូលចិត្តកាប់សម្លាប់ហើយត្រង់មិននៅក្នុងកពតព្រៃនោះទេប្រមេម្ចាស់ត្រង់យើងព្រះនាងទាំងអស់មកចូលរួមក្នុងមហាជ័យនេះគឺត្រង់ចង់ប្រកាសឲ្យព្រះនាងរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វានរៀបអភិសេកជុំអញអង្គុយសុកបាយជាមានប្រពន្ធតើព្រះអង្គជានរណាគេទៅទើបឲ្យយើងរៀបការជាមួយនឹងមនុស្សស្រីទាំង3នាក់នេះសៅហ្វានជានរណាមានលក្ខណៈសម្បត្តិអីមករៀបការជាមួយរាជវង្សនោះតើតើនឹងការស្លាប់រស់ព្រះអង្គម្ចាស់របួសធ្ងន់បព្វបរោះសៀនធានបានស្លាប់ជាហោហែរាជវង្សចៅមានទំនុកចិត្តក្នុងការបង្ក្រាបនគររបស់យើងទាំង3នៅពេលនេះហើយលើកនេះបិសាចបង្ហាញខ្លួនព្រះអង្គម្ចាស់ទ្រង់មានរបួសធ្ងន់ដោយសារតែប្រយុទ្ធជាមួយបិសាចរឿងទាំងអស់នេះអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ធ្វើទេព្រះអង្គបានជួយសង្គ្រោះប្រជារាស្ត្របើគ្មានទ្រង់អ្នកទាំងអស់គ្នាមិនបានអង្គុយនៅទីនេះទេនិយាយមិនសមហេតុផលបព្វបរោះនគរទាំង3របស់យើងបានបង្ហូរឈាមដើម្បីកម្ចាត់បិសាចនាងបានជានិយាយថាព្រះអង្គម្ចាស់របស់នាងជាអ្នកសម្លាប់បិសាចទៅវិញប៉ុណ្ណឹងបានឲ្យជប់ប្រកែកគ្នាទៀតទៅពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតើសៅហ្វាននោះជានរណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែនទេពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតើសៅហ្វាននោះជានរណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែនទេសៅហ្វានឯងបញ្ចេញមុខបន្តិចមើលគឺខ្ញុំនឹងហើយណែអាពីរនាក់ឲ្យឯងកាន់ស្ដៃធ្វើស្អីលេចទៅពួកគេទាំងពីរនាក់ម៉ាសាឲ្យខ្ញុំទេឃើញទេឡើងសាច់ដំតកង់ហើយនេះលោកមេប៉ាមើលទៅរូបមន្តរបស់លោកនេះពិតជាអែបអស់ទាស់មិនហ៊ានទទួលទេនាងពិតជាល្ងីល្ងើមែនតើបរិបការជាមួយប្រុសម្នាក់នេះមើលតែផ្លាត់នៃចង្កេះរបស់គេគឺជាអ្នកបម្រើច្បាស់ណាស់ព្រះអង្គម្ចាស់ធ្វើបែបនេះចំពោះពួកយើងតាមមានន័យយ៉ាងម៉េចទៅអ្នកបម្រើម្នាក់នេះគឺគ្មានធម្មពលវិញ្ញាណតទៅសោះមិនសមនឹងព្រះនាងរៀបអភិសេកជាមួយគេទេធ្វើនេះគឺដូចជាមួយងាយពួកយើងពេកណែខ្ញុំសួរនាងគិតថាខ្ញុំនេះចង់បាននាងឡើងញ័រសាច់ណាស់មែនទេប៉ុន្តែសម្រាប់របស់ពួកនាងពិតជាលយកប់អស់ទាស់តែម្ដងស្អាតជាងតារាទៅទៀតបើតាមលក្ខណៈសម្បត្តិរបស់ឯងនេះគឺមិនស័ក្តិសមនឹងរៀបអភិសេកជាមួយពួកយើងទាំង3ទេណាចាត់ទុកថាខ្ញុំនេះចាប់អារម្មណ៍លើនាងណាស់មែនទេហ៎
ហើយចុះហេតុអីបានជាលោកនៅទីនេះទៅវិញចា ហើយចាណាទៅដឹងទៅគឺលោកមេប៉ម្នាក់នេះតែអញ្ជើញខ្ញុំនៅពីក្រោមភ្នំឯណោឲ្យខ្ញុំត្រឡប់មកប៉វិញចាយដនអីស្រាប់តែឮថារៀបការតែម្ដងហើយឲ្យរៀបការម្នាក់នោះទៀតណាចង់រៀបការជាមួយឯងនោះលោកមេប៉គាត់និយាយគឺគ្រាន់តែចង់លួងលោមឯងឲ្យត្រឡប់មកវិញតែប៉ុណ្ណោះយើងប្រាប់ឯងទៅចោះណាគឺមានតែសិស្សច្បងហ្វាំងយូតែប៉ុណ្ណោះដែលស័ក្តិសមជាមួយគុណសម្បត្តិរបស់យើងនោះហើយចុះចំណែកឯងវិញឯងគ្រាន់តែជាសត្វគីងពួកដែលចង់ស៊ីសត្វកងានមើលទៅពួកនាងនិយាយដូចតែផ្ទះលេខ2អញ្ចឹងនិយាយឡើងចេះនិយាយឡើងចោះវល់អស់ហើយមើលទៅនាងដាំទ្រូងមិនបានស្មើនឹងមិត្តស្រីខ្ញុំទេសម្រាប់ខ្ញុំវិញគឺអត់ជាបញ្ហាទេអាចទទួលយកនាងទាំង3នាក់ធ្វើជាប្រពន្ធបានប៉ុន្តែចង់សួរនាងថាតើនាងអាចទទួលយកខ្ញុំបានដែរឬទេមិនស័ក្តិសមជាមួយយើងទេឯងគិតតែខ្លួនឯងសង្ហាណាស់មែនទេមកមាត់ស្អាតបានតិចឯងគិតថាឯងលុយឡាស់មែនទេតាមពិតឯងត្រឹមតែជាតនៈជាអ្នកបម្រើតែប៉ុណ្ណោះណែអ្នកបម្រើយ៉ាងម៉េចក្រាញ់ឯងនេះជាអ្នកអញ្ជើញយើងមកទេមកយ៉ាងទៀតព្រះអង្គម្ចាស់គឺជាអ្នកបញ្ជាយើងឲ្យរៀបការជាមួយនឹងពួកនាងហើយចោះឯងជាស្អីមកនិយាយភ្លេចភ្លើបែបនេះមួយកភ្លៀងរាប់មួយលើឯងហ៊ានណាលោកសួរបែបនេះចង់ក្បិននារីច្បងចៅមែនទេណាឲ្យលោកនិយាយទៅគឺមានតែសៅហ្វានទេដែលស័ក្តិសមនឹងព្រះអង្គម្ចាស់ការពិតលោកសៅហ្វានគឺជាអ្នកបំផ្លាញផែនការស្ដេចបិសាចចរីនោះឲ្យបរាជ័យថាម៉េចវាគឺជាអ្នកកំចាត់ស្ដេចបិសាចរូបរាងដូចឯងអញ្ចឹងទោះបីយកបងអ៊ីណូមកស្បត់ក៏យើងមិនជឿដែរយើងប្រាប់ឯងទៅចោះព្រះនាងនគរទាំង3គួរតែស័ក្តិសមជាមួយនឹងយើងនោះទេព្រះនាងនគរចៅដើម្បីយកលេសនេះគឺបង្អាក់នគរទាំង3របស់យើងប្រឆាំងជាមួយអធិស្ឋានរឿងនេះក៏ខ្ញុំមិនដឹងដែរមានតែព្រះនាងផ្ទាល់ទេដែលជាអ្នកដឹងផ្ទាល់ស្ដេចមិនសាច់មែនទេគឺខ្ញុំជាអ្នកដេញវានិយាយប្រេះប្រដាក់តាមសមត្ថភាពរបស់ឯងចង់ថាខ្លួនឯងគឺជាអ្នកបណ្ដេញស្ដេចបិសាចមែនទេនិយាយបែបនេះអួតជ្រុលពេកហើយឯងគ្រាន់តែជាអ្នកបម្រើនៃបក្សសៀនធានរបស់យើងតែប៉ុណ្ណោះទេសមត្ថភាពដ៏កាក់របស់ឯងប៉ុណ្ណឹងគិតថាស័ក្តិសមជាមួយនឹងព្រះនាងនគរទាំង3មែនទេឯងដេកយកសពពេកហើយចុះណាគេទៅដែលរៀបអភិសេកជាមួយពនាងនោះធ្វើបែបនេះពនាងច្បាស់ជាខ្ញាល់ជាមិនខានត្រង់ច្បាស់ជាបញ្ចុះចាញ់ពួកយើងទេការចរចាលើកនេះគឺច្បាស់ជាបរាជ័យអ្នកបម្រើម្នាក់នេះមិនស័ក្តិសមជាមួយពនាងភ័យម៉ាខ្ញុំទេនិយាយតាមត្រង់ចោះខ្ញុំក៏មិនចង់នៅបក្សសៀនធានដែរប៉ុន្តែគ្រាន់តែថាព្រះនាងបាននិយាយច្បាស់ថាព្រះនាងទាំង3ត្រូវតែរៀបការជាមួយនឹងខ្ញុំអ្នកប្រុសត្រូវតែនិយាយការពិតតាមមានអ្វីកើតឡើងទៅនៅពេលដែលកំចាត់បិសាចនោះពីព្រោះថាមនុស្សដូចជាសៀវយុនមីងខ្ញុំនេះគឺតែងតែគោរពចំពោះអ្នកក្លាហានជានិច្ចហើយខ្ញុំនឹងរៀបការជាមួយលោកណែសៀវយុនមីងហេតុអីបានជាត្រង់ចង់រៀបអភិសេកជាមួយប្រុសម្នាក់នេះមនុស្សមកកកហេតុអីក៏ត្រង់មិនព្រមរៀបអភិសេកជាមួយគេទៅមិនយល់ទេហេតុអីក៏ត្រង់ចង់រៀបអភិសេកជាមួយប្រុសល្ងល្ងើបែបនេះទៅវិញខ្ញុំម្ចាស់មិនដឹងថាគេនេះអាចកំចាត់បិសាចបានទេណាខ្ញុំម្ចាស់គ្រាន់តែដឹងថារាល់ថ្ងៃនេះគេជាអ្នកបម្រើរបស់ខ្ញុំម្ចាស់តែប៉ុណ្ណោះហើយគេចង់រៀបការជាមួយខ្ញុំម្ចាស់តើគេមានសមត្ថភាពប៉ុណ្ណាទៅខ្ញុំមិនទាន់ជំរះបញ្ជីជាមួយនាងទេនាងប្រើខ្ញុំដូចជាទេសកលអញ្ចឹងប៉ុន្តែមានសួរខ្ញុំទេថាខ្ញុំនេះចង់ខ្លាចជាអ្នកបម្រើរបស់នាងនោះខ្ញុំនៅទីនេះគ្រាន់តែបានបាយស៊ីតែប៉ុណ្ណោះទេប៉ុន្តែពួកនាងទាំងអស់គ្នាពិតជាឆ្ដេរឆានណៅណាស់ខ្ញុំមិនបានធ្វើស្អីផងចង់សម្លាប់ខ្ញុំទៅវិញគាត់និយាយផ្ដាស់គឺលោកទេលួចអសត់សិស្សច្បងរបស់ខ្ញុំហើយធ្លាក់ចូលទៅក្នុងឆ្នាំងស្ករនោះជារឿងចៃដន្យត្រូវហើយគឺឯងជាអ្នកលួចអសត់របស់យើងឯងមានដឹងទេថាអសត់ទាំងអស់នោះយើងក៏មកពីថាបើកចំណាយពេលកន្លះខែជាងទើបបានមកដល់នេះដោយសារតែឯងល្ងងយើងក៏មកតែ2 3ថ្ងៃទេគឺបានមកដល់ហើយគឺយើងប្រាប់គេឲ្យដឹកតាមយន្តហោះបានហើយចូលសាច់រឿងរបស់យើងវិញប៉ាក់សៀនធានខ្មោចយកឯងនេះគ្រាន់តែយើងលួចនំប៉ាវមួយសោះបណ្ដេញយើងចេញសម្ដីរបស់លោកមិនសមហេតុផលសោះសៅហ្វាន់និយាយទៅឯងគឺមានកំហុសដូច្នេះឯងត្រូវតែសុំទោសអ្នកទាំងអស់គ្នាបើមិនសុំទោសទេអញ្ចឹងយើងក៏មិនដឹងថាដោះស្រាយវាមិនដែរដូច្នេះឯងគួរតែសុំទោសអ្នកទាំងអស់គ្នាទៅកុំឲ្យរឿងវាហូរដូចស្ទឹងវែងឡើយហើយយោនិយាយមិនឈ្នះខ្ញុំចង់ឲ្យខ្ញុំសុំទោសអ្នកទាំងអស់គ្នាអត់សៅហ្វាន់អបកាច់កន្លែងនេះជាកន្លែងយើងអង្គុយទេហើយចាំបើខ្ញុំអង្គុយតែវាយ៉ាងម៉េចខ្ញុំនិយាយមកសន្ទុះហើយក៏ហត់ដែរបើខ្ញុំអង្គុយនិយាយមិនស្រួលនិយាយគ្នាទេម្យ៉ាងទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាគឺព្រះរាជាអ្នកបញ្ជាខ្ញុំឲ្យខ្ញុំរៀបការជាមួយនឹងទ្រង់ថែមជាមួយនឹងព្រះនាងទាំង3ទៀតផងគ្រាន់តែខ្ញុំអង្គុយតែវាយ៉ាងម៉េចលោកមិនដឹងពីឋានៈនិងអំណាចរបស់នគរទាំង3ទេឆាប់ចុះមកបើសិនជាលោកចង់ស្លាប់កុំអស់បក្សសៀនធានរបស់យើងទៅពាក់ព័ន្ធជាមួយណាកន្លែងនោះជាកន្លែងឪពុករបស់យើងអង្គុយទេមិនអាប្រែតឯងមកអង្គុយប្រេះផ្ដាស់ទេប្រយ័ត្នក្រៅគូតចង្រៃឯងចង់រៀបការជាមួយយើងសួរឪពុករបស់យើងសិនតែយល់ព្រមអត់ឯងលឺយ៉ាងច្បាស់ពេញទៅជាឲ្យមែនទេពេលនេះគឺព្រះនាងនគរទាំង3គឺមិនពេញចិត្តរៀបការជាមួយនឹងឯងទេម្យ៉ាងទៀតឯងបានធ្វើខុសទំនំបក្សសៀនធានរបស់យើងលោកពុកខ្ញុំរងចាំបញ្ជាលោកពុកដាក់ទោសសៅហ្វានប្រហារជីវិតកាត់ក្បាលវាចោលទៅហើយយោខ្លាចឡើងញ័រសាច់ហើយនេះឯងចង់សម្លាប់យើងឯងមានសួរយើងទេថាយើងឲ្យឯងសម្លាប់ហើយនោះហ៎យើងធ្វើទាំងអស់នេះតាមបញ្ជារបស់ព្រះអង្គទេចង់សម្លាប់យើងផងមានដឹងថាខ្សែយើងធំទេអាចោបាញ់និយាយគ្នាមួយថ្ងៃឲ្យស្ដាប់បញ្យល់ទៀតគ្រាន់តែសុំធូរអ្នកទាំងអស់គ្នាទៅមួយម៉ាត់គឺចប់ហើយនៅនិយាយទៅបែអញ្ចឹងហើយបើឯងចង់ងាប់ទៅហើយនោះអញ្ចឹងយើងមានតែបញ្ជូនឯងទៅឋាននរកចោះកុំថាយើងនេះជាមេបកមានការមិនចេះយោគយល់កូនប្រុស
ចាប់ចែងតាមការគួរទៅបញ្ជូនវាទៅបាយឡេវទៅសូមរាយការណ៍ហើយមានរឿងស្អីទៅឆាប់និយាយភ្លាមមកសិស្សរបស់យើងបានរើសវត្ថុទិព្វមួយវត្ថុទិព្វតើជាវត្ថុទិព្វពាក់ព័ន្ធជាមួយនឹងគេមែនទេបាទខ្ញុំដឹងដែរតែខ្ញុំក៏ឃើញថាវត្ថុទិព្វនោះពិតជាចម្លែកខ្លាំងណាស់អាយ៉ាវត្ថុទិព្វចម្លែកយកមកនេះមួកសុវត្ថិភាពខ្ញុំលោកវិបាកពួកខ្ញុំដល់ផងពួកខ្ញុំវាយផងតែរបស់មួយនេះនៅតែមិនបែកអេ នេះជាកំណប់ល្អជាវត្ថុទិព្វល្អបើយើងបំបីចោលនោះពិតជាគួរឲ្យស្ដាយខ្លាំងណាស់បើសិនជាយើងបានពាក់របស់នេះនៅលើក្បាលនោះទៅធ្វើសង្គ្រាមឬក៏ច្បាំងសមរភូមិនោះច្បាស់ជាជោគជ័យមិនខាតរបស់នេះគឺជាវត្ថុបុរាណចាប់ពីពេលនេះទៅវាជាកម្មសិទ្ធិរបស់បក្សីធាតុរបស់យើងហើយយ៉ាងម៉េចយើងនិយាយយូរហើយមិនកវីក្បាលចុះកវីក្បាលឡើងអញ្ចឹងឬមួយក៏ឯងស្គាល់វត្ថុបុរាណមួយនេះហើយយោខ្ញុំមិនដឹងថាប្រាប់លោកមេប៉ាល្បីមិនទេនេះគឺជាមួកសមត្ថភាពរបស់ខ្ញុំឯងនិយាយផ្ដាស់ស្អីទៅមួកសមត្ថភាពនោះការពិតវត្ថុនេះជាវត្ថុបុរាណឯងនិយាយនេះចង់ស្លាប់ហើយចាក់ក្នុងឆែកនេះមិនទៅបានជាវាយខ្ញុំអាល្ងើយនេះគេហៅថាមួកសុវត្ថិភាពគឺមានតែពិភពរបស់យើងទេដែលមាននោះមួកសុវត្ថិភាពមួយនេះគឺទៅតែពាក់នៅលើក្បាលខ្ញុំមានសាក្សីអភិជាបាននរណាជាសាក្សីឯងទៅនិយាយមកសាក្សីរបស់លោកគ្មានភាពច្បាស់លាស់មិនអាចយកជាការបានទេនេះគឺជាម្នាក់នេះហើយជាសាក្សីរបស់ខ្ញុំមានតែនាងទេដែលដឹងមិនខុសទេនេះគឺជាត្បូងរបស់ព្រះអង្គម្ចាស់ថាម៉េចព្រះអង្គម្ចាស់មានរបស់នេះគឺមានន័យថាជួបនឹងព្រះអង្គម្ចាស់ផ្ទាល់ការពិតត្បូងមួយនេះគឺត្បូងព្រះអង្គម្ចាស់ហើយអាចារ្យការពិតខ្ញុំពិតជាសំណាងហើយមានត្បូងនេះក្នុងដៃហាក់បីដូចជាមានព្រះអង្គម្ចាស់ការពារមិននឹកស្មានថាស្រីម្នាក់នោះគឺជាព្រះអង្គម្ចាស់សោះអ្វីត្បិតតែត្បូងមួយនេះមើលទៅដូចជាត្បូងរបស់ព្រះអង្គម្ចាស់មែនប៉ុន្តែអាចថាឯងអាចលួចពីកន្លែងណាមួយឬមួយត្បូងនេះក៏អាចថាคล้ายៗដែរណាឯងនិយាយខុសហើយនេះគឺព្រះអង្គម្ចាស់បានប្រទានឲ្យយើងដោយផ្ទាល់វាជារបស់ពិតប្រាកដត្បូងរបស់ព្រះអង្គម្ចាស់ធ្វើម៉េចនៅក្នុងដៃរបស់ឯងទៅច្បាស់ណាស់ត្បូងមួយនេះច្បាស់ជាคล้ายៗអាចរ៉ៃអញ្ចឹងយើងនៅបំផ្លាញចោលតែម្ដងមកនេះបោកចោលហ្មងណាហើយចុះថ្លើមរបស់ឯងនេះពិតជាថ្លើមធំហើយដែលហ៊ានបំបីត្បូងរបស់ព្រះអង្គម្ចាស់នោះបើសិនជាព្រះអង្គម្ចាស់បានឃើញត្បូងរបស់ទ្រង់ត្រូវពួកអស់ឯងនេះបំបីចោលនោះច្បាស់ណាស់មកគ្រួសាររបស់ឯងនេះច្បាស់ជាទៅភពឥណ្ឌាមិនខានទេព្រះនាងឆាប់ចូលមកធីមខាងខ្ញុំមកបើនៅធីមខាងវាព្រះនាងច្បាស់ជាដាច់ក្បាលមិនខានទេលោកឯងកំពុងតែចាំអារម្មណ៍ងាប់ខ្លួនឯងហើយមានផ្លូវទៅឋានសួគ៌មិនចង់ដើរបែរជាចង់ចូលនរកទៅវិញអាចង្រៃនេះក៏ឥតកតំណាស់តែគេអាចទប់ទល់ជាមួយនគរទាំងអីយ៉ាងម៉េចមេតតនគរខាងជើងស្ដាប់បញ្ជាមេតតនគរខាងលិចស្ដាប់បញ្ជាមេតតនគរខាងត្បូងស្ដាប់បញ្ជាឆាប់សម្រាប់អាចង្រៃនេះនៅកន្លែងហ្នឹងទៅយើងចង់ថាឯងថាប៉ុណ្ណាចាប់ព្រះនាងទុកឲ្យទូមកុំវិញព្រះអង្គយាងមកដល់សួស្ដីលោកមេប៉ាហានគររបស់លោកតើធ្វើអីហ្នឹងព្រះអង្គម្ចាស់គឺអាចោលផ្ទះបាច់នេះវាមកអុកឡុកនៅក្នុងកម្មវិធីវាថាវាជាអ្នករៀបការជាមួយនឹងព្រះអង្គថែមទាំងព្រះនាងនគរទាំង3ទៀតរឿងមួយនេះធ្វើឲ្យមហាចៅរបស់យើងពិតជាអាម៉ាស់ខ្លាំងណាស់ក្រាបលោកថាគាត់បានធ្វើឲ្យមហាចៅអាម៉ាស់លោកនិយាយមែនតែគាត់បានធ្វើអីខ្លះទេក្រាបទូលព្រះនាងម្ចាស់វាគឺជាកូនសិស្សនៃបក្សីធាតុវាមិនគោរពលោកមេប៉ាថែមទាំងនិយាយសម្ដីប្រមាថមើលងាយទៅកាន់ព្រះនាងម្ចាស់ទៀតផងក្រាបទូលបន្តមកទៀតគឺជាត្បូងមែនទេក្រាបទូលត្រូវហើយគឺជាត្បូងមួយនោះវាបានប្រកាសឲ្យអ្នកគ្រប់គ្នាថាត្បូងមួយនោះគឺជាព្រះអង្គម្ចាស់ជាអ្នកប្រទានឲ្យវាធ្វើបែបនេះហាក់បីដូចជាមើលងាយព្រះអង្គម្ចាស់ពេកហើយអត់ទេព្រះអង្គម្ចាស់ទុំគុំបានទេឯនេះនិយាយផ្ដាស់តាមមើលប្រុសម្នាក់នេះគេមិននិយាយទេប៉ុន្តែបើសិនជាគេនិយាយគឺខ្ញុំនឹងដាក់ទោសគេលោកសំអាងអីតែដែលនិយាយបែបនេះថែមទាំងមានការសង្ស័យចំពោះការប្រយុទ្ធជាមួយបិសាចទៀតបបិទ្ធព្រះអង្គម្ចាស់ការដែលវានិយាយបែបនេះគឺមិនសមហេតុផលទេស្ដេចបិសាចគឺជាស្ដេចដែលកំពូលមានយុទ្ធសាស្ត្រខ្លាំងសម្បីតែពពកបរោះនគរទាំង3ក៏មានរបួសដោយសារតែស្ដេចបិសាចដែររឿងនេះវានិយាយកុហកទេព្រះអង្គម្ចាស់ប្រតិចាររបស់ពួកយើងបានចូលរួមជាមួយការកម្ចាត់បិសាចថែមទាំងធ្វើឲ្យគាត់របួសធ្ងន់ទៀតប៉ុន្តែថាព្រះអង្គម្ចាស់មានចម្រៃចិត្តយ៉ាងជ្រាលជ្រៅជាមួយប្រុសម្នាក់នេះប៉ុន្តែការកម្ចាត់បិសាចគឺតើតែមានយុទ្ធសាស្ត្រកម្រិតព្រះទើបអាចកម្ចាត់បិសាចបានតាមមើលព្រះអង្គម្ចាស់ត្រឹមតែយករួចខ្លួនតែប៉ុណ្ណោះការប្រយុទ្ធជាមួយស្ដេចបិសាចប្រតិចាររបស់ពួកយើងគឺមានរបួសធ្ងន់ណាស់លើកលែងតែព្រះអង្គម្ចាស់ទេដែលមិនមានរបួសនោះពួកឯងនិយាយមិនសមហេតុផលទេគឺមកពីប្រតិចាររបស់ពួកឯងអត់សមត្ថភាពថែមទាំងពេលនេះពួកឯងចង់បោកបោចង់ឲ្យយើងចាក់ចេញពីតំណែងទៀតសមហេតុផលទេជុំយៈអាមួយនេះវាមានព្រះអង្គម្ចាស់នៅក្រៅខ្នងទៀតតើវាមានទំនាក់ទំនងអ្វីទៅជាមួយនឹងព្រះអង្គម្ចាស់នោះព្រះអង្គម្ចាស់
អ្នកទាំងអស់គ្នានៅទីនេះក៏មិនជឿជាក់ពីសមត្ថភាពរបស់វាដែរវាអ៊ូថាសមត្ថភាពវាអាចសម្លាប់បិសាចបានវាអ៊ូជ្រុលពេកហើយសូមព្រះអង្គម្ចាស់ដាក់ទោសវាផងអាចុំមុខចុំមាត់ធ្វើជាខ្លួនអញត្រឹមត្រូវត្រឹមត្រូវបើអញមិនដឹងច្បាស់ទេកុំចេះតែផ្ដឹងកាត់ក្បាលព្រះអង្គម្ចាស់មើលវានិយាយទៅគឺសម្ដីបែបនេះហើយនិយាយសម្ដីចេញមកគឺក៏ឃ្លើបតែម្ដងមិនគោរពចាស់ទុំមិនគោរពដល់ព្រះនាងមិនគោរពដល់លោកមេប៉ាបើទុកអាផ្លោកជាប់នេះនៅក្នុងប៉ារបស់ជើងទៀតនោះច្បាស់ជាបំផ្លាញគេឈ្មោះប៉ារបស់ជើងមិនខានទេព្រះអង្គម្ចាស់ទូបង្គំសូមព្រះអង្គម្ចាស់ដាក់ទោសអាផ្លោកជាប់នេះទៅដំផ្លោកវាពេលនេះតើពួកឯងចង់ចាំម៉េចពួកឯងចង់ឲ្យជើងនេះសម្រេចចិត្តភ្លាមប្រហារជីវិតប្រុសម្នាក់នេះមែនទេអញហ៊ានបញ្ជាព្រះរាជាផងហ៎យាសៀនលីនស៊ីឆាប់តែកំភ្លៀងគេទៅសូមអធិស្ឋានលោកម្ចាស់សៅហ្វានដែលខ្ញុំចេញមកមិនបានប្រាប់ហើយសូមអរគុណលោកម្ចាស់សៅហ្វាន់ណាដែលបានជួយកម្ចាត់បិសាចថ្ងៃមុននោះអរណាស់ព្រះអង្គម្ចាស់មិនចាំបាច់ធ្វើអញ្ចឹងទេថាម៉េចវាគឺជាអ្នកកម្ចាត់បិសាចអីនេះទូបង្គំស្ដាប់ច្រឡំទេដឹងអីមិនជឿទេដាច់ខាតគឺមិនជឿទេឬមួយក៏យើងពិតជាយល់ច្រឡំចំពោះគាត់ប្រម្នាក់នេះមើលទៅធម្មតាសោះឬមួយក៏ព្រះអង្គខុសខិតជាមួយគេឬមួយក៏ព្រះអង្គខុសខិតជាមួយគេធ្វើបែបនេះមិនសមហេតុផលទេការពិតនៅថ្ងៃនោះយើងហើយនឹងព្រឹទ្ធាចារ្យនគរទាំង3ទៀតបានកម្ចាត់បិសាចប៉ុន្តែមិននឹកស្មានថាស្ដេចបិសាចនោះគេមានកម្លាំងធាតុយ៉ាងខ្លាំងនៅពេលដែលកម្លាំងធាតុរបស់ពួកយើងធ្លាក់ចុះស្ដេចបិសាចក៏បានវាយសម្រុកធ្វើឲ្យពួកយើងទាំងអស់គ្នារងរបួសធ្ងន់ប៉ុន្តែគឺពិតជាសំណាងណាស់ដែលលោកម្ចាស់សៅគាត់ចូលទៅជួយទាន់មិនអញ្ចឹងទេយើងប្រហែលជាស្លាប់បាត់ទៅហើយចំណែកឯព្រឹទ្ធាចារ្យទាំង3គឺពិតជាសំណាងហេតុដែលត្រឹមតែត្រូវរបួសហើយពេលនេះកំពុងតែសម្រាប់ព្យាបាលនោះណាចំណែកពួកនាងបែរជាមករករឿងមហាជ័យរបស់យើងទៀតសំបីតារាជបញ្ជារបស់ព្រះរាជាក៏ពួកនាងទាំង3មិនព្រមគោរពថែមទាំងឲ្យយើងចូលចាញ់ហើយបដិសេធនឹងការរៀបអភិសេកជាមួយលោកម្ចាស់សៅពួកនាងទាំង3គិតថារាជបញ្ជារបស់ព្រះរាជាគឺជាខ្យល់មែនទេបានជាពួកនាងមិនគោរពឬមួយក៏ក្នុងចិត្តរបស់អ្នកទាំងអស់គ្នាគិតថាមហាជ័យរបស់យើងនេះលែងមានស្ដេចទៀតហើយសូមព្រះអង្គម្ចាស់ទ្រង់ចាញ់រាជបញ្ជាទៅខ្ញុំម្ចាស់នឹងសម្រាប់ពួកគេភ្លាមព្រះអង្គម្ចាស់ទូបង្គំយល់ខុសហើយទូបង្គំខុសហើយព្រះអង្គម្ចាស់ខ្ញុំម្ចាស់សូមវល់ដោះលែងខ្ញុំម្ចាស់ទៅក្រាបទូលព្រះអង្គទូបង្គំមានតែកូនប្រុសតែម្នាក់គត់ជាមណ្ឌលចិត្តនៃជីវិតរបស់ខ្ញុំបើសិនជាព្រះអង្គប្រហារជីវិតគេនោះអញ្ចឹងទូបង្គំលែងមានអ្នកស្នងតំណែងបន្តវងត្រកូលបករបស់ទូបង្គំបានណាជាអ្នកស្នងទៅនោះគឺជាប្រយោជន៍របស់លោកខាងសៀនខ្ញុំលើកលោកធ្វើជាមេបកប៉ុន្តែលោកបែរជាវិនិច្ឆ័យផ្ដេសផ្ដាស់ខាងសៀនមិនត្រឹមតែប៉ុណ្្នឹងទេលោកថែមទាំងខົບខាត់ជាមួយនគរទាំង3ទៀតព្រះអង្គទូបង្គំដឹងខុសហើយទូបង្គំដឹងខុសហើយលោកម្ចាស់សៃបុគ្គលទាំងអស់នេះគេធ្វើបាបលោកពីមុនមករឿងទាំងអស់នេះខ្ញុំប្រកល់ឲ្យលោកជាអ្នកដោះស្រាយចាំណាចង់ធ្វើយ៉ាងម៉េចក៏ធ្វើទៅអនណាហ៊ានប្រឆាំងត្រូវតែប្រហារជីវិតអើយលោកម្ចាស់សៅអើយទុកជីវិតឲ្យខ្ញុំផងចាប់ខ្ញុំនាំលោកម្ចាស់ឲ្យទៅបោះបាយបិណ្ឌជុំគ្នាជាមួយនឹងកូនប្រុសរបស់ខ្ញុំត្រូវឲ្យលោកម្ចាស់សៅសូមលោកទុកជីវិតឲ្យខ្ញុំផងទៅណាលោកឲ្យខ្ញុំធ្វើជាទាសកររបស់លោកក៏បានធ្វើជាអ្នកបម្រើក៏បានដែរខ្ញុំសុខចិត្តបម្រើលោកឲ្យទៅលោកទុកជីវិតឲ្យខ្ញុំធ្វើអីក៏បានដែរលោកម្ចាស់បកសិធានរបស់ពួកលោកសិតតែដាក់ក្បាលមីក្រូប្រកាសខ្លួនឯងថាសិតតែជាបកត្រឹមត្រូវខ្មោចយកស្អីនេះកូនប្រុសរបស់លោកនេះមួយថ្ងៃរត់តែរឿងគេអាំងតែខ្លួនឯងជាកូនមេប៉ានិយាយពីថាម្សិលមិញនេះខ្ញុំតាមតន់ឡើងច្បាស់កន្លែងទៅបោះបាយបិណ្ឌមិនមែនទៅធ្វើបន់ទេទៅដើរសុំលេខទូរស័ព្ទស្រីអញញ៉ៃពេញនឹងមិនដឹងជាបាក់ត្រឹមត្រូវគេបាញ់យកស្អីទេបងឈប់បានឈប់ទៅណាទៅធ្វើបន់ណាមិនមែនទៅញ៉ៃស្រីទេគួរតែការចរិតនេះចោលហើយអាយលោកម្ចាស់សៅអើយកូនប្រុសរបស់ខ្ញុំវាខុសហើយខ្ញុំសូមប្រទានរបស់ទឹកនេះឲ្យលោកម្ចាស់វិញហក់ណាស់ពួកមនុស្សបុរាណទាំងអស់នេះឃើញមួកសុវត្ថិភាពរបស់ឯងថាជារបស់ទើបបើសម្រាប់ពួកគេពេលនេះក៏មិនល្អដែរព្រះអង្គម្ចាស់ទូបង្គំប្រទានមួកមួយនេះឲ្យទៅព្រះអង្គម្ចាស់ទុកការពីប្រហោះរបស់ព្រះអង្គមួយរយៈនេះទូបង្គំឃើញថាព្រះអង្គអាសាជ្រីការ៉ាអូខេណាទ្រង់ជ្រីមិនព្រោះទេខ្លាចនៅចិត្តខាងគប់ដុំថ្មបើមានមួកនេះហើយអាចការពីសុវត្ថិភាពបានណាបើអញ្ចឹងមួកនេះគឺជាមួកវេទមន្តណាត្រូវហើយជាមួកវេទមន្តអាចការពីត្រង់បានដើម្បីការពីសុវត្ថិភាពត្រង់គួរតែកាត់បន្ថយអាឡេអាឡូទៅចំណែកឯកូនលោកមេផាក់ខាងនេះបើសិនជាឯងទៅធ្វើបន់ឲ្យច្បាស់ទៅធ្វើបន់កុំទៅធ្វើបន់សម្លឹងតែកផ្លូវរបស់ស្រីនោះយើងប្រាប់ឯងទៅចោះណាយើងនេះដោយសារតែជាមនុស្សចិត្តមន់មិនចង់សម្លាប់មនុស្សទេប៉ុន្តែទោះស្លាប់គឺមិនអាចទោះរស់ត្រូវតែមានពេលនេះឯងធ្វើជាអ្នកបម្រើបក្សសៀនធានលោកម្ចាស់អរគុណណាអ្នកទាំងអស់គ្នាស្ដាប់ដែលយកចិត្តទុកដាក់លោកសៅហ្វានគឺជាវីរៈបរិះកម្ចាត់បិសាចយើងប្រកល់ត្បូងនេះទៅឲ្យគេឃើញត្បូងនេះគឺដូចជាឃើញយើងបានណាមិនគ្រប់នោះគឺមានទោសប្រហារជីវិតការចរចារបស់ព្រះអង្គបច្ចុប្បន្នការភ្ញាក់ផ្អើលខ្លាំងណាស់អ្នកទាំងអស់គ្នាគឺសិតតែបានយល់ខ្ញុំម្ចាស់នឹងប្រាប់ប្រៀបនាំសារទៅនគររបស់ខ្ញុំម្ចាស់ពិតជាល្អណាស់
ការចរចាថ្ងៃនេះផ្អាកត្រឹមនឹងថ្ងៃស្អែកចាំបន្តទៀតកាលពីមុនមហាចៅរបស់យើងមានឯកកោសៀនធានជាអ្នកកាន់កាប់ពេលនោះបើទោះបីជាមានបេសាចមកអុកលុកចាណាក៏ដោយចុះនគរទាំង4របស់ពួកយើងគឺតែចូលរួមដៃគ្នាកំចាត់ជានិច្ចពេលនេះត្រង់សាយទីពង្គត់ខ្ញុំក៏ត្រូវរបួសអាណាចក្ររបស់ខ្ញុំបានឆ្លងពាក់កណ្ដាលកំណត់ ឆ្ងាញ់មែនទេ ការចរចានៅថ្ងៃស្អែកនេះនគរទាំង3គឺត្រូវតែយល់ព្រមដើម្បីរួមកម្លាំងគ្នាដូច្នេះលោកត្រូវតែឈរនៅខាងខ្ញុំយើងជាប្រជាមុតទៅមុនយើងនិយាយឲ្យបែរជាបញ្ចុះចិត្តដាក់ស្ដាប់ហើយគិតតែស៊ីលោកមានស្ដាប់ខ្ញុំនិយាយដែរទេ ទូបង្គំស្ដាប់តើស្ដាប់បណ្ដាហូបបណ្ដានៅប៉ាក់សិនធាននេះទូបង្គំមិនដែលបានហូបអីឲ្យឆ្ងាញ់ទេទើបតែពេលនេះទេបានហូបរបស់ឆ្ងាញ់ហើយក៏ពួយយកទៅអធិស្ឋានផងប៉ុន្តែបើចំពោះរឿងបញ្ហារឿងល្បិចនោះទូបង្គំត្រៀមហើយ ជារបស់អីគេនឹង មានរបស់នេះហើយអាចទប់ទល់ជាមួយនឹងនគរទាំង3នោះហើយ សេដ្ឋកិច្ចរបស់ណានជាងបានផ្ដល់ឲ្យមហាឆេងជាយូរណាស់មកហើយនគរបៃម៉ារបស់យើងក៏មិនខ្វះធនធានដែរប៉ុន្តែការចរចានេះមិនស្មើគ្នាទេពេលនេះកងទ័ពរបស់យើង100000នាក់ដែលជាប់ព្រំដែនណ៎ នគរបៃម៉ានគរណានយូពួកនាងជាខ្ញុំទេខ្ញុំប្រើតែរយៈពេលតែ1នាទីទេនគរនៅទាំងពីរខ្ទេចមិនខាន ស្ដាប់មើលទៅគឺដូចជាកំ pl ែងខ្លាំងណាស់មកតែលោកគឺត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះនៅនិយាយថាលោកជាអ្នកជួយសង្គ្រោះព្រះអង្គទៀតសូម្បីតែការអភិវឌ្ឍនៃការនិយាយស្ដីក៏មិនត្រូវផងនៅមានមុខអីមកចរចា